លោកគ្រូពេទ្យចុះឈាមបដូរពណ៌នឹងមានន័យថាម៉េចឈាមបដូរពណ៌បញ្ជាក់ថាលទ្ធផលតេស្តគឺវិជ្ជមាននិយាយឲ្យស្រួលយល់ទៅគឺថាម្ចាស់ឈាមនឹងបានឆ្លងមេរោគអេដស៍ហើយទេមិនអាចទេមិនក៏ខ្ញុំអាចឆ្លងអេដស៍បានឯងបោកខ្ញុំទេគ្រប់គ្នាគេមើលឃើញអស់ហើយកុំមកប្រកែកអ្នកទាំងអស់គ្នាឈាមរបស់ពួកគេទាំង3នាក់សុទ្ធតែមានមេរោគអេដស៍ចំណែករបស់ខ្ញុំគឺអវិជ្ជមាននេះវាគ្រប់គ្រាន់នឹងបញ្ជាក់ហើយថាកូនក្នុងពោះស៊ឺជេនីវមិនពាក់ព័ន្ធនឹងខ្ញុំទេគឺយេញ៉ានមិនក៏ឯងហ៊ានចម្លងរោគនឹងមកឲ្យខ្ញុំឲ្យឈប់រោគរឿងបាននៅមិនដឹងថាឯងចម្លងឲ្យខ្ញុំឬក៏ខ្ញុំចម្លងឲ្យឯងផងមិនដឹងថាឯងទៅខូចខើនៅខាងក្រៅជាមួយអ្នកណាខ្លះទេគឺយេញ៉ានឯងពិតជាថោកទាបណាស់ខ្ញុំមានតែឯងម្នាក់គត់ជាប្តីឯងស្មានថាខ្ញុំជឿសម្ដីស្រីខូចដូចឯងមែនទេមិនដឹងថាឯងទៅដេកជាមួយប្រុសអស់ប៉ុន្មានអ្នកហើយទេនៅខាងក្រៅខែយេញ៉ានឯងងាប់មិនស្រួលទេអាប្រុសចង្រៃនឹកស្មានមិនដល់ថារ៉ាន់ត្រូវមកស្លាប់បែបនឹងសោះឯងងាប់មិនស្រួលខ្លួនទេអាម្នាក់នឹងហើយនឹងមិត្តភក្តិចិត្តពីរនាក់របស់ស៊ូជីងយ៉ូក៏មានអីជាមួយវាដែរនិយាយមែនរឿងក្នុងរង្វង់នឹងរញ៉េញ៉ៃណាស់ឈួតទាំងអស់គ្នាហ្មងកាលហ្នឹងគឺពួកនាងឯងម្នាក់នឹងតើដែលឲ្យខ្ញុំដេកជាមួយលេងឆ្អែតហើយដល់ពេលឆ្លងជំងឺបែរជាមកបន្ទោសខ្ញុំទាំងអស់អីចឹងឯងសម្លាប់ឯងឥឡូវហ្នឹងឯងសម្លាប់ឯងឥឡូវហ្នឹងមីស្រីឈួតអញមិនលេងជាមួយពួកហែងទៀតទេចេញទៅស៊ូជីជៀនកុំមកសើចដាក់ខ្ញុំស៊ូជីជៀនឈប់ភ្លាមលោកអើយលោកគ្រូយ៉ាងម៉េចហើយលោកគ្រូពេទ្យប្រញាប់ឡើងលោកគ្រូកុំអើភ័យអីមកគេងចុះរឿងនឹងវាថាម៉េចឲ្យប្រាកដពេលជីនយ៉ូទៅទទួលស៊ូជីជៀននៅប្រលានយន្តហោះខ្ញុំក៏ចៃដន្យជួបពួកគាត់ទើបខ្ញុំឲ្យគេតាមស៊ើបពីស៊ូជីជៀនក្រោយមកទើបដឹងថានៅក្រៅប្រទេសស៊ូជីជៀនរស់នៅញ៉ៃញ៉ៃណាស់ឆ្លងមេរោគអេដស៍បាត់ហើយមកពីខ្ញុំទាំងអស់បើខ្ញុំដឹងមុនខ្ញុំមិនបន្ទោសអ្នកទេពិតជាមនុស្សល្អមែនគឺបេះដូងមួយនេះឯងខ្ញុំមិនទៅចូលរួមការឯងទៀតទេទៅតោះឆេងកុំបន្ទោសខ្លួនឯងអីរឿងទាំងនេះមិនមែនកំហុសឯងទេខ្ញុំគ្រាន់តែមិនចង់ឲ្យលោកគ្រូសុពិបាកចិត្តខ្លាំងពេកឈប់គិតទៅការយើងមិនទាន់ចប់ឯណាប្តីប្រពន្ធសំពះគ្នាថាប់មួយមកថាប់មួយថាប់មួយថាប់មួយមក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 ថាប់មួយទៅបងសម្លាញ់គិតឈ្មោះកូនហើយនៅបើប្រុសដាក់ឈ្មោះឆេងយ៉ោយិនបើស្រីដាក់ឈ្មោះឆេងយ៉ូអ៊ិនយ៉ោយិនពីរោះតើពីរោះត្រង់ណាហឹមចាំមើលតែបងឯងរឿងដាក់ឈ្មោះកូនឲ្យលោកតាខាងប៉ានិងខាងម៉ាក់ជាអ្នកដាក់ទៅឲ្យពួកគាត់អ្នកគិតទៅចាំអូនជាអ្នករើសពោះហេតុណាស់ហ៊ានលេងសើចជាមួយអូនផងអូយកាត់អីហ្នឹងឆាប់គេងចុះទៅកំហុសបងទេបងមិនគួរលេងសើចជាមួយអូនសោះអូនបោកបងតើណែក្មេងខូចម្នាក់នេះបានហើយចាំបងទៅដួសបាយឲ្យមកញ៉ាំប៉ោមសិនមកកូនសម្លាញ់កូនមានប៉ាដែលល្អបំផុតក្នុងលោកចង់ចេញមកក្រៅខ្លាំងណាស់មែនទេងើបឡើងមកអ្នកជំងឺស្លាប់បាត់ហើយមហារាជអីគេមនុស្សថោកទាបបែបនឹងស្លាប់ទៅខ្ញុំសប្បាយចិត្តរកអីប្រៀបមិនបានផងហាខ្ញុំត្រូវតែអបអរខ្ញុំនឹងឈួតហើយកុំមកខាត់ខ្ញុំហាពិតជាស្រីឈួតមែនហា
មើលទៅភាពស្ងប់ស្ងាត់ចិត្តចប់ហើយឈិនឈិងហេតុអីគេនៅទីនេះហេតុអីឯងមានកូនមានគ្រួសារមានសុភមង្គលបែបហ្នឹងចុះកូនរបស់ខ្ញុំវិញសូម្បីតែឱកាសមកមើលពិភពលោកក៏គ្មានដែរមិនក៏លឿនម្លេះគឺឯងមិនដែរឃើញខ្ញុំភ្ញាក់ផ្អើលមែនទេឯងចង់ធ្វើអីខ្ញុំព្រមានឯងណាកុំមកធ្វើផ្ដេសផ្ដាសឯងមានសិទ្ធិអីមកព្រមានខ្ញុំឯងកុំភ្លេចឲ្យសោះអ្វីដែលឯងមានឥឡូវគឺជារបស់ខ្ញុំជារបស់ខ្ញុំទាំងអស់ឯងនិយាយមិនខុសទេអ្វីដែលខ្ញុំមានឥឡូវពិតជារបស់ឯងមែនប៉ុន្តែរឿងនេះបន្ទោសអ្នកណាអត់បានទេបើចង់បន្ទោសគឺបន្ទោសខ្លួនឯងទៅឯងត្រូវចេះថែរក្សាវ៉ាឲ្យល្អឯងមានសិទ្ធិអីមកប្រដៅខ្ញុំសិទ្ធិអីខ្ញុំមិនបានចង់ប្រដៅឯងទេតែខ្ញុំប្រាប់ឯងឲ្យដឹងទោះពេលនេះខ្ញុំមានផ្ទៃពោះក៏ដោយក៏ឯងកុំសង្ឃឹមថាអាចមកគំរាមខ្ញុំបានកាន់តែមិនអាចឲ្យឯងមកធ្វើបាបកូនខ្ញុំបានដែររបស់ដែលខ្ញុំយកមិនបានខ្ញុំនឹងបំផ្លាញវាចោលសម្រាប់ឯងចោលអាហា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 កុំមកចិត្តខ្ញុំមិនទៅចិត្តទេកុំអាឆេវឆាវអីស្ងប់ចិត្តសិនចិនស៊ីងហ៊ឺចង់ជួយនាងមែនទេកំបិតវះកាត់នៅលើដីនេះប្រឡាក់ឈាមខ្ញុំហើយបើឯងហ៊ានអាសាច់ខ្លួនឯងមួយកំបិតខ្ញុំនឹងលែងនាងបងស៊ីនកុំអីកុំធ្វើអីបងនឹងឆ្លងមេរោគហើយចិនស៊ីងហ៊ឺមិនមែនឯងតែងតែនិយាយថាស្រឡាញ់នាងខ្លាំងណាស់មែនទេមិនក៏ខ្លាចទៅវិញទៅខ្ញុំហើយស៊ូជឹងយាកមានរឿងអីមករកខ្ញុំមកឈៀននឹងកូនមិនដឹងអីទេចាងស៊ីងហ៊ឺមើលទៅឯងពិតជាស្រឡាញ់នាងខ្លាំងណាស់បើសិនជារឿងរ៉ាវរវាងពួកយើងមិនកើតឡើងច្រើនបែបនេះតើឯងនឹងធ្វើដាក់ខ្ញុំបែបហ្នឹងដែរទេខ្ញុំគិតច្បាស់ហើយគឺនឹងធ្វើស៊ូជឹងយាកឯងគឺជាស្រីម្នាក់ដែលខ្ញុំធ្លាប់ចង់មើលថែអស់មួយជីវិតគ្រាន់តែព្រំលិខិតលេងសាច់ពេកខ្ញុំមិនបានកុហកទេបើមិនអញ្ចឹងទេឲ្យរន្ទះបាញ់ទៅហាគ្រូដែលមេឃផ្ដល់ឲ្យនៅអាចលើកលែងបានតែបើរកវាដោយខ្លួនឯងគឺពិបាករស់ហើយឈីងឯងមិនអីទេមែនទេហារបួសរបស់ឯងកុំបារម្ភអីឈាមនៅលើកាំបិតវះកាត់នឹងមិនមែនជារបស់ខ្ញុំទេអាហាឈីងស៊ីងខុងឈីងដូចជាខ្ញុំចិត្តសម្រាលហើយលោកគ្រូពេទ្យឈិនឈីងហ៊ឺអបអសាទរផងចិត្តបានធ្វើជាប៉ាគេហើយជិនយាឯងស៊ីងហ៊ឺកុំបន្ទោសខ្លួនឯងអីវាមិនមែនជាកំហុសឯងទេខ្ញុំដឹងហើយគ្រាន់តែមានអារម្មណ៍ថារឿងលើโลกនេះមិនទៀងទាត់សោះយើងម្នាក់ត្រូវទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួនឯងអញ្ចឹងហើយទើបយើងត្រូវគិតច្បាស់រាល់ពេលសម្រេចចិត្តដើម្បីបង្កើតជីវិតដ៏ស្រស់បំព្រងសម្រាប់ពួកយើងនឹងហើយ